សូមជូនរឿងទូកមច្ចរាជភាគទី26បាទអរគុណសមមិត្តណាស់ដែលបានជួយសម្រួលដល់ខ្ញុំបែបនេះខ្ញុំមិនភ្លេចគុណរបស់អង្គការនោះទេសមមិត្តបានហើយសម្រាប់ទៅខ្ញុំទៅសិនហើយបាទសមមិត្តសរិនដើរចេញទៅបាត់ខ្ញុំដាក់ខ្លួនប្រាក់កេងទៅលើកន្ទេលដូចជាមានស្អីរឹងទៅនៅខាងក្រោមខ្នើយហាក់បីដូចជាបន្ទះរឹងដូចជាសៀវភៅបន្តិចឬក៏ជាស្អីបន្តិចខ្ញុំងើបឡើងដើរចុះមកខាងក្រោមរោងដូចជាចង់ឈឺនោមបន្តិចឈឺអីបន្តិចក៏ដើរចេញមកខាងក្រៅឃើញពួកកងទ័ព2នាក់ជក់បារីអង្គុយអាំងភ្លើងដែលមានចង្កាក់មាន់អាំងនៅពីលើផងទាំងសួរមកខ្ញុំដោយសម្ដីតិចមិត្តនាងមិនទាន់សម្រាប់ទេឬសមមិត្តមេកងចាញ់ទៅជាមួយនឹងកងឆ្លប់ហើយគាត់បានឲ្យខ្ញុំនៅកំដរមិត្តនាងខាងក្រោមនេះមិត្តនាងមានការអីមែនទេខ្ញុំមើលទៅពួកគេទាំងពីរនាក់បន្តិចទើបឆ្លើយនឹងសំណួរនេះវិញបាទមិត្តបងខ្ញុំឈឺអូមិត្តនាងដើរទៅព្រៃខាងក្រោយនោះបន្តិចទៅឃើញរោងតូចមួយនោះគឺជាបង្គន់ហើយពួកយើងធ្វើបង្គន់ឲ្យឆ្ងាយពីកន្លែងសម្រាប់បន្តិចហើយវាមានចម្រៀលចុះទៅខាងក្រោមផងមិនសូវចោលខ្លាំងមកខាងលើនេះទេមិត្តនាងដែលកាត់ចំការនេះបន្តិចនឹងទៅដល់ហើយបាទអរគុណមិត្តបងស្រោតដីចាប់សឹងមិនតាន់ខ្ញុំដើរយ៉ាងលឿនសម្ដៅទិសដែលពួកគេបានចង្អុលប្រាប់ធ្វើឲ្យពួកគេខំសើចតិចដោយនឹកគិតថាខ្ញុំប្រហែលជារាន់ខ្លាំងហើយមើលទៅបានជាដើរញាប់ជើងយ៉ាងនេះខ្ញុំដើរមកចូលបង្គន់រួចរាល់ហើយទើបត្រឡប់មកវិញឡើងទៅសម្រាកនៅលើរោងនោះដែលជារោងសម្រាប់សមមិត្តសរិនតែប៉ុណ្ណោះពេលដែលឡើងមកដល់ខាងលើភ្លាមខ្ញុំឃើញពន្លឺចង្កៀងខ្លាញ់មួយឆេះផ្លុងប្រហែលជាមិត្តកងទ័ព2នាក់មុននេះគេដុតបំភ្លឺទុកឲ្យខ្ញុំហើយមើលទៅព្រោះបែបឃើញវារៀងងងឹតពេកជាមួយនឹងសំឡេងរបស់មិត្តម្នាក់និយាយមកកាន់ខ្ញុំមិត្តនាងសម្រាប់ទៅខ្ញុំដុតចង្កៀងទុកនៅលើស្កានោះហើយព្រោះត្រូវទៅដូរវេនយាមហើយប្រហែលជាភ្លឺបានពួកខ្ញុំនិងសមមិត្តមេកងត្រឡប់មកវិញហើយចង្ក្រានចានឆ្នាំងបើដល់មន់រងាវមិត្តនាងអាចក្រោករៀបចំដាក់បបរទុកឲ្យកងទ័ពយើងផងសរុបទាំងអស់ប្រហែលជាមានគ្នា20នាក់ដែរខ្ញុំទៅហើយណារឿងចុងភៅសមមិត្តមេកងបានប្រាប់ថាទុកឲ្យមិត្តនាងឯងជាអ្នកចាត់ចែងចុះក្នុងពេលប៉ុន្មានថ្ងៃនេះខ្ញុំបានសម្រាប់បន្តិចហើយចូលទៅសម្រាប់ចុះខ្ញុំទៅដូរវេនយាមហើយកងឆ្លប់ទាំងពីរដើរចេញទៅបាត់ខ្ញុំប្រាស់ខ្លួនកេងទាំងអារម្មណ៍នៅក្នុងចិត្តគិតថាទាំងនេះជាព្រេងសំណាងរបស់ខ្ញុំម្ដងទៀតហើយដែលបានប្រត់ចេញពីក្រុមភៀសខ្លួនរបស់ខ្ញុំហើយបានមកជួបជាមួយនឹងកម្មាភិបាលមានចិត្តធម៌ករុណាបែបនេះតើពិតជាមានល្អមែនឬដែលពួកខ្មែរក្រហមមានចិត្តមេត្តាករុណាមានមនោសញ្ចេតនាបែបនេះគឺពិតជាមានមនុស្សគ្រប់រូបដែលបានកើតមកលើលោកសន្តិវាសយើងនេះហើយតែងតែមានល្អនិងអាក្រក់រស់នៅជាមួយគ្នាវាមិនមែនគិតតែពីរឿងអាក្រក់ទាំងអស់នោះទេគ្រប់ជនជាតិទាំងអស់ដែលនៅលើពិភពលោកយើងនេះគឺមានចិត្តជាមនុស្សដូចគ្នាមិនថាជាសាសយួនចិនចាមសៀមលាវនោះទេគឺមានអ្នកល្អនិងអ្នកអាក្រក់ដូចតែគ្នានឹងសូម្បីតែខ្មែរយើងក៏មានអ្នកល្អនិងអ្នកអាក្រក់ដែរត្រង់នេះខ្ញុំសូមលើកយកបញ្ហាមួយចំនួនមកបញ្ជាក់ឲ្យប្រិយមិត្តទាំងអស់បានយល់បន្តិចគឺថាកាលដែលចំនួនខ្ញុំទៅរៀននៅប្រទេសវៀតណាមនោះខ្ញុំមិនបានចេះភាសាយួនបន្តិចណាស់ទេតែជាតិជាមនុស្សម្នាក់ដែលចង់ដឹងចង់ចេះពួកនិស្សិតដូចជាខ្ញុំមានគ្នា7នាក់រៀននៅមហាវិទ្យាល័យសំណង់ធូដឹកហើយបាននាំគ្នាមកលេងផ្សារបេនថាញ់នៅទីក្រុងសៃហ្គនហើយដើរវង្វេងពេញក្នុងផ្សាររកផ្លូវមកសាលាមិនឃើញតែខ្ញុំបានចាំសម្ដីរបស់ម្ដាយខ្ញុំបានផ្ដាំថា
បើកូនទៅរៀននៅស្រុកយួនហើយវង្វេងអីត្រូវរត់ទៅរកកងអានពាក្យកងអាននេះបានន័យថាប៉ូលីសទៅប៉ុន្មានហើយពេលនោះខ្ញុំធ្វើតាមបណ្ដាំរបស់ម្ដាយខ្ញុំក៏រត់ទៅរកកងអានហើយគេក៏បានខាត់ពួកខ្ញុំទាំង3នាក់ឲ្យអង្គុយមួយកន្លែងនិងទិញទឹកដូងឲ្យញ៉ាំទៀតព្រោះគេដឹងថាពួកខ្ញុំជានិស្សិតពិតជាវង្វេងទៅរកសាលាមិនឃើញឡើយរហូតដល់មានឡានម៉ាកឡាដាមួយបើកមកដល់ដែរដែលកាលចំនួននោះអ្នកជិះឡានឡាដានៅស្រុកយួនមិនមែនជាមនុស្សធម្មតានោះទេគឺមានឋានៈកិត្តិយសខ្ពស់ណាស់អត់មានឡានជិះឡាននោះបានឈប់ហើយប៉ូលីសនោះបានទៅកំណត់ទាំងនិយាយជាភាសាយួនដែលខ្ញុំមិនចេះស្ដាប់ទេដោយខ្ញុំបានដឹងជាក្រោយថាឲ្យឡាននោះជូនពួកខ្ញុំទៅដល់សាលារៀនដែលនៅធុរដឹកវិញអ្នកបើកឡានដើរមករកខ្ញុំទាំង3នាក់ទាំងនិយាយជាភាសាបារាំងមកកាន់ខ្ញុំធ្វើឲ្យខ្ញុំសប្បាយចិត្តណាស់ឆ្លើយតបទៅកាន់គាត់វិញឲ្យទឹកមុខញញឹមមួយរំពេចព្រោះតែបានជួបនឹងអ្នកដែលចេះនិយាយភាសាបារាំងដូចគ្នាបងអូនជាជនជាតិខ្មែរមែនទេតោះចាំបងជូនទៅសាលាវិញតែបងចង់ឲ្យពួកប្អូនទៅលេងផ្ទះបងនៅខណ្ឌទី3បន្តិចសិនចាំបងជូនឲ្យទៅដល់សាលាតែម្ដងមិនបាច់ភ័យទេសាលាសំណង់នោះបងស្គាល់ច្បាស់ណាស់នៅចំផ្លូវទៅផ្សារធុរដឹកខ្ញុំលើកដៃសំពះអរគុណគាត់ទាំងតបទៅវិញជាភាសាបារាំងហើយប៉ូលីសក៏ជូនពួកខ្ញុំឡើងឡានចេញទៅទាំងលើកដៃដាក់ខ្ញុំជាសញ្ញាលាហើយទៀតឲ្យពួកខ្ញុំផងមកដល់ត្រង់នេះបានធ្វើឲ្យខ្ញុំនឹកឃើញថាមនុស្សល្អនៅទីណាក៏មានដែរមិនថាជាជាតិសាសន៍ណានោះទេដូច្នេះបើនិយាយឲ្យចំទៅទាំងនេះវាគឺជាព្រេងវាសនាព្រំលិខិតបានចារទុកមកយ៉ាងដូច្នោះដែរខ្ញុំងើបគេងផ្កាប់មុខវិញទាំងលើកខ្នើយដែលមានស្អីរឹងនោះទាញយកមកមើលព្រះអើយគឺជាសៀវភៅកំណត់ហេតុទេតាខ្ញុំក្រោកទៅមើលឆ្វេងស្ដាំបន្តិចទើបងាកមកលូកយកសៀវភៅនោះចេញមកមើលដែលនៅពីខាងក្រោមនេះមានសៀវភៅចំនួន3ក្បាលគឺសៀវភៅទស្សនាវដ្តីកម្ពុជាសៀវភៅនយោបាយសាធារណរដ្ឋនិងសៀវភៅកំណត់ហេតុនេះខ្ញុំចាប់លើកយកសៀវភៅកំណត់ហេតុមកមើលចាប់ពីទំព័រដំបូងដែលមានសរសេររៀបរាប់ពីប្រវត្តិរបស់សមមិត្តសារិននេះគឺឈ្មោះពិតរបស់គាត់ចែមកុសលឈ្មោះបដិវត្តសារិនស្រុកកំណើតនៅឃុំព្រៃក្មេងស្រុកកងពិសីខេត្តកំពង់ស្ពឺឆ្នាំកំណើត1943គឺមានអាយុបងខ្ញុំតែ3ឆ្នាំប៉ុណ្ណោះធ្លាប់រៀននៅមហាវិទ្យាល័យកសិកម្មចូលតំបន់រំដោះឆ្នាំ1971តាមការអំពាវនាវកោះហៅរបស់សម្ដេចនរោត្តមសីហនុខ្ញុំបិទសៀវភៅទៅវិញដោយមិននឹកស្មានថាបញ្ញវន្តយើងមួយចំនួនរត់ចូលព្រៃម៉ាគីតំបន់រំដោះបែបនេះសោះมันខុសពីបង្ទួយរបស់ខ្ញុំទេខ្ញុំលែងចង់ដឹងលឺអ្វីទៀតហើយនេះព្រោះតែគាត់ដឹងថាខ្ញុំមិនចេះអក្សរនោះហើយបានជាសមមិត្តសារិនគាត់ទុកចិត្តឲ្យខ្ញុំមកសម្រាកនៅក្នុងរោងរបស់គាត់បែបនេះឬមួយក៏គាត់មានចិត្តអាណិតអាសូរមកលើខ្ញុំទេត្រង់នេះខ្ញុំពិតជាមិនអាចយល់ពីមនោសញ្ចេតនាទាំងនេះបានដែរតែគាត់ជាមនុស្សបែបណាហើយបង្ហាំងបង្វត់ពួកគាត់ហេតុអីបានជាមានចិត្តអាណិតស្រឡាញ់មកលើរូបខ្ញុំដូចគ្នាយ៉ាងនេះជាពិសេសគឺបង្រាត់តែម្ដងដែលធ្វើឲ្យអារម្មណ៍របស់ខ្ញុំនៅតែនឹកគិតទៅដល់គាត់ជានិច្ចទោះបីជាពេលនេះមិនបានជួបជាមួយនឹងគាត់ក៏ដោយតែខ្លួនខ្ញុំនៅតែនឹកទៅដល់បង្រាត់មិនអាចនឹងបំភ្លេចបានឡើយរឿងហេតុទាំងនេះខ្ញុំទើបនឹងបានដឹងច្បាស់ថាខ្ញុំមានប្រជ័យស្នេហ៍មួយនៅកន្លែងសម្ងាត់ដែលធ្វើឲ្យគេគ្រប់គ្នាមានចិត្តអាណិតស្រឡាញ់មកលើរូបខ្ញុំបែបនេះដោយសារតែរឿងនេះវាជាអបិយជំនឿទៅហើយតែខ្ញុំនៅតែគិតថាប្រហែលជាវាមានប្រយោជន៍ពិតមែនបានជាខ្ញុំអាចទៅដល់ទីណាគេមានចិត្តអាណិតស្រឡាញ់ដូចគ្នាបែបនេះទៅវិញខ្ញុំទើបនឹងដឹងនៅពេលខាងក្រោយគឺពេលដែលខ្ញុំបានទៅដល់ឃុំណាំតាវជួបជាមួយនឹងបងវុតគាត់បានរាយរាប់ប្រាប់ខ្ញុំទាំងអស់ថាគាត់ជាមនុស្សប្រុសដែលស្រឡាញ់
ដួងព្រះតិនកបានយាងរះបំព្រៀងងៀតបោពាតទិសទៅហើយព្រមជាមួយនឹងសម្រែកបាក់សាបាក់សីដែលកំពុងតែហើរឆ្វៃឆ្វាត់ពេញលំហអាកាសនាពេលព្រឹកព្រលឹមបែបនេះពិតជាគួរឲ្យមនោរម្យណាស់តែអ្វីវាមិនដូចជាយើងបានគិតនោះទេព្រោះអ្វីវាគ្រាន់តែជាគ្រឿងលម្អតែប៉ុណ្ណោះរឿងអូអាប់នាពេលរាត្រីដែលបានកន្លងមកវាបានឆ្លងផុតអស់ទៅហើយគឺវាផុតទៅដោយគ្មានអ្វីដែលគួរឲ្យអស្ចារ្យនោះទេព្រោះរឿងរ៉ាវដែលបានកើតឡើងមកនៅតំបន់ខ្សែត្រៀមទី1នេះវាជារឿងសាមញ្ញណាស់ទៅហើយដោយសារតែជីវិតរបស់ប្រជាជនរាប់សិបនាក់ត្រូវស្លាប់ក្នុងមួយថ្ងៃមិនតិចទេដោយសារតែចង់ឆ្លងទៅដល់ទល់ដែនសៀមនោះខ្ញុំរៀបចំធ្វើម្ហូបឆ្អិនអស់ហើយដោយសារតែក្នុងរយៈពេល5ថ្ងៃដែលរូបខ្ញុំបានមករស់នៅក្នុងតំបន់ខ្សែត្រៀមនេះវាពិតជាវិមានសួរសម្រាប់ខ្ញុំណាស់ដោយមិននឹកស្មានថាម្ហូបអាហារដែលខ្ញុំខានញ៉ាំជាង2ឆ្នាំមកនេះមានឧជារសដោយកាលដែលខ្ញុំរស់នៅភ្នំពេញយ៉ាងដូច្នោះដែរខ្ញុំតែងបដូរមុខម្ហូបជារៀងរាល់ថ្ងៃដោយសារតែមានសាច់ជ្រូកត្រីនិងមាន់ដែលគេយកមកដាក់ជាស្បៀងតាមរយៈឡានកងទ័ពដឹកស្បៀងក្នុងមួយអាទិត្យយកមកដាក់នៅទីនេះម្ដងម៉ោងប្រហែលជា2រសៀលទៅហើយរថយន្តដឹកស្បៀងបានដឹកស្បៀងមួយចំនួនមកដាក់នៅលើសមរភូមិខ្សែត្រៀមទី1នេះដែលមានសមមិត្តសារិនជាអ្នកគ្រប់គ្រងនិងទទួលចាត់ចែងយកមករៀបចំចាត់ចែងសម្រាប់រយៈពេល1អាទិត្យហើយថ្ងៃនេះគឺជាថ្ងៃដែលខ្ញុំត្រូវចាក់ចែងពីខ្សែត្រៀមនេះហើយដោយកាលពីព្រឹកមិញនេះមិត្តសារិនបានចារជាលិខិតឧទ្ទេសនាមប្រកល់ឲ្យខ្ញុំដែលដឹងថាខ្ញុំមិនចេះអក្សរគាត់ក៏បានពន្យល់រាយរាប់សពគ្រប់ពីការធ្វើដំណើរវិលត្រឡប់ទៅកាន់ភូមិបាត់ត្រង់នេះវិញទាំងដែលមិនបានដឹងថាខ្ញុំលួចមើលឡើងចប់សេចក្តីទាំងអស់គ្មានចន្លោះត្រង់ណានោះឡើយខ្ញុំស្ពាយបាវកញ្ចាស់របស់ខ្ញុំទាំងទឹកមុខស្រងោតរួមមួយរយៈកាលកន្លងមកនេះភាពរីករាយរបស់ខ្ញុំវាបានរៀងធូរស្រាលបន្តិចតែចិត្តនឹងបេះដូងរបស់ខ្ញុំវិញគឺនៅជាប់ជាមួយនឹងម៉ែវ៉ានរបស់ខ្ញុំឯភូមិឯនោះទេគឺចង់តែទៅឲ្យបានឆាប់ជាទីបំផុតទាំងនេះដោយសារតែការខាត់ទុករបស់មិត្តសារិននេះទេបើកុំអីខ្ញុំត្រឡប់ទៅវិញតាំងពីមកដល់បានមួយយប់ដំបូងម្ល៉េះមិត្តសារិនហុចកញ្ចប់មួយមកឲ្យខ្ញុំដែលនៅក្នុងនោះមានខោអាវខ្មៅមួយសម្រាប់និងស្បែកជើងកង់ឡានមួយគូក្រមាក្រឡាក្រហមមួយនិងមួកកន្ទប់ពណ៌ខ្មៅព្រមទាំងដំឡូងមួយស្បោងផងទាំងនិយាយមួយមកកាន់ខ្ញុំមិត្តនាងនេះជារបស់អង្គការដែលផ្ដល់ឲ្យមិត្តនាងឯងខ្ញុំបានសុំអង្គការលើរួចហើយដើម្បីបញ្ជូនមិត្តនាងឯងទៅក្នុងជួរទ័ពសមរភូមិក្រោយខាងពួកនិរដីយើងនេះទទួលយកទៅប្រើការទៅអាចពាក់ដើរតាមកន្លែងធ្វើការបានព្រោះជារបស់អង្គការដែលបានផ្ដល់ឲ្យមិត្តនាងឯងហើយដំឡូងនេះទុកហូបតាមផ្លូវទៅខ្ញុំបានផ្ដាំផ្ញើជាមួយនឹងកងដឹកស្បៀងរួចហើយពេលដែលទៅដល់ឃុំរហាគេនឹងដាក់មិត្តនាងចុះហើយពួកគេនឹងធ្វើដំណើរទៅភ្នំកងវ៉ាទៀតព្រោះពួកគេមានបេសកកម្មទៅខាងស្វាយស៊ីសុផុនឯណោះទេវាខុសពីផ្លូវដែលទៅតប៉ុននោះណាសូមធ្វើដំណើរឲ្យបានសុខចុះហើយសម្បត្តិឧទ្ទេសនាមនេះត្រូវទុកឲ្យស្រួលបួលណាព្រមមិត្តនាងឯងមិនចេះអក្សរផងពិបាកនិយាយប្រាប់គេតាមផ្លូវណាស់ជាពិសេសបើយប់នៅទីណាចូលជួបខាងគណៈស្រុកទៅគេនឹងផ្ដល់កន្លែងព្រមទាំងបាយទឹកឲ្យមិត្តនាងឯងបានហូបនិងសម្រាកហើយរងចាំពេលព្រឹកចាំបន្តដំណើរទៅទៀតចុះសម្ដីដែលសមមិត្តសារិននិយាយចេញមកព្រមទាំងរៀបចំរបស់ទាំងអស់នេះមកឲ្យខ្ញុំទៀតនោះវារឹតតែធ្វើឲ្យខ្ញុំទប់ទឹកភ្នែកមិនបានព្រមមិននឹកស្មានថាមានទ័ពខ្មែរក្រហមចិត្តធ្លាប់បែបនេះសោះតើវាជាការពិតនៅក្នុងចិត្តរបស់គាត់ឬមួយជាការបោកប្រាស់ដើម្បីយកខ្ញុំទៅសម្លាប់ចោលនោះទេពិតជាមិនអាចទៅរួចឡើយព្រោះសម្ភារៈមួយចំនួនគាត់បានត្រៀមរួចមិនដឹងតាំងពីពេលណាមកម្ល៉េះរហូតមកដល់ពេលនេះទើបគាត់យកមកហុចឲ្យខ្ញុំគឺមិនបានដឹងខ្លួនជាមុននោះឡើយខ្ញុំលូកដៃទៅទទួលយកមកកាន់ទាំងទឹកភ្នែករៀបនឹងស្រក់ចុះមកទៅហើយ
តែក្រឡេកឃើញទៅបាត់ហានគាត់ដាក់ចេញទៅខាងក្រោយមិត្តសារិនអោនមុខចុះបន្តិចទើបងាកមកនិយាយជាមួយនឹងខ្ញុំមួយដល់ពេលហើយមិត្តនាងទៅចុះសូមសុខសប្បាយតាមផ្លូវមានកម្លាំងដើម្បីបម្រើអង្គការលើតទៅទៀតបើមានពេលណាដែលខ្ញុំត្រូវទៅបំពេញការងារនៅខាងតប៉ុននោះខ្ញុំនឹងឆ្លៀតទៅសួរសុខទុក្ខមិត្តនាងឯងជាមិនខានឡើងឡានទៅចុះពួកកងឆ្លប់គាត់រៀបចំចេញដំណើរហើយខ្ញុំចាប់ដៃមិត្តសារិនជាប់វាចាទាំងអួលបាទអរគុណសម្រាប់មិត្តហើយអរគុណបងកងទ័ពទាំងអស់ហើយខ្ញុំលាសិនហើយមានឱកាសល្អយើងនឹងជួបគ្នានៅលើពេលលើកទំនប់ម្ដងទៀតខ្ញុំបោះជំហានឡើងទៅលើឡានដឹកស្បៀងទាំងអារម្មណ៍ខ្លោចផ្សាជាទីបំផុតរហូតទាល់តែឡានចេញទៅផុតខ្ញុំងាកមើលមកខាងក្រោយឃើញសមមិត្តសារិននិងមិត្តកងទ័ពទាំងអស់ឈរលើកដៃក្រវីដាក់ខ្ញុំទាំងទឹកមុខគួរឲ្យអាណិតណាស់អោពួកអាវខ្មៅមានមโนសញ្ចេតដែរតែតើណោគិតទៅទាំងនេះពិតជាជនជាតិដូចគ្នាមែនតែហេតុអីបានជាគេសម្លាប់មនុស្សផុយយ៉ាងនេះទៅវិញតើទាំងនេះវាជាទិសដៅរបស់អង្គការលើមែនទេដែលបានដាក់ទិសមកឲ្យសម្លាប់ប្រជាជនស្លូតត្រង់នោះមែនពិតជាមិនខុសមែនការដែលសម្លាប់មនុស្សភ័យដូចជាដុំតៅហ៊ូបែបនេះគឺជាគំនិតរបស់បុគ្គលតែម្នាក់គត់ដែលមានមហិច្ឆតាលោភលន់ចង់ក្តាប់ទឹកដីខ្មែរមកគ្រប់គ្រងនៅក្នុងឥណ្ឌូចិនតែប៉ុណ្ណោះដូចជាសៀវភៅរបស់លោកនួនខឿនបានសរសេរបោះពុំនៅឆ្នាំ1970ចំថ្ងៃ9វិច្ឆិកាដែលខ្ញុំធ្លាប់បានអានទៀតគឺពិតជាមិនខុសមែនតែខ្ញុំសូមវិភាគបន្តិចថារឿងរ៉ាវដែលកើតឡើងមកលើរូបខ្ញុំនេះវាគឺជារឿងដែលកូនខ្មែរទាំងឡាយត្រូវស្វែងយល់ឲ្យបានដឹងថាតើនរណាជាអង្គការដែលបានចាត់តាំងឲ្យមានកងទ័ពអាវខ្មៅនេះវគ្គទី12ហាជីវិតលោកីពេលវេលាមិនដែលនៅរងចាំនរណាម្នាក់នោះឡើយយ៉ាងណាមិញរយៈពេលដែលធ្វើដំណើរចេញពីខ្សែត្រៀមទី1មកនោះរហូតមកដល់យប់ប្រហែលជាម៉ោង8បានឡានដឹកស្បៀងមកដល់ឃុំរហាលដែលនៅជាប់លើផ្លូវជាតិតែម្ដងសមមិត្តដែលជាប្រធានខាងដឹកជញ្ជូនស្បៀងបានឈប់ឡានរួចហើយងាកមកនិយាយជាមួយនឹងខ្ញុំតិចសមមិត្តដល់ឃុំរហាលហើយឡានខាងពួកខ្ញុំត្រូវបែកទិសទៅខាងភ្នំកងវ៉ាទៀតសមមិត្តអាចចុះនៅទីនេះបានរងចាំក្រែងមានឡានណាដែលត្រូវដឹកស្បៀងទៅខាងតប៉ុនគឺអាចសុំទៅជាមួយបានហើយព្រះអើយនេះជាលើកទី1ហើយដែលមានគេហៅខ្ញុំថាសមមិត្តតើទាំងនេះមកពីគេមើលឃើញសមមិត្តសារិនមានការយកចិត្តទុកដាក់ជាមួយនឹងខ្ញុំទេមើលទៅបានជាខ្ញុំត្រូវគេហៅសមមិត្តបែបនេះទៅវិញខ្ញុំចុះពីលើឡានទាំងទាយបែកកញ្ចាស់ជាមួយនឹងកញ្ចប់ខោអាវដែលសមមិត្តសារិនបានឲ្យមកខ្ញុំនោះទាំងត្រដីតបទៅវិញបាទសូមអរគុណសមមិត្តទាំងអស់គ្នាហើយខ្ញុំសូមលាសិនហើយថ្ងៃក្រោយជួបគ្នានៅសមរភូមិមុខទៀតអរគុណណាស់ដែលអង្គការបានយកចិត្តទុកដាក់ដល់កងទ័ពរបស់យើងយ៉ាងនេះអរគុណសមមិត្តសូមធ្វើដំណើរប្រកបដោយជោគជ័យមិត្តយើងបើកឡានចេញយើងត្រូវធ្វើដំណើរទៅខាងភ្នំកងវ៉ាទៀតណារថយន្តដឹកស្បៀងបើកចេញទៅផុតខ្ញុំដើរតិចតម្រង់ទៅក្នុងភូមិដែលមានសហគមន៍ហូបរួមចូលទៅសួរប្រជាជនដែលរស់នៅទីនោះពួកគេក៏បាននាំខ្ញុំទៅជួបគណៈភូមិដោយហុចលិខិតឧទ្ទេសនាមទៅឲ្យគាត់មើលឃើញគាត់មើលហើយទាំងដៃញាត់ទៅត្រឹកហាក់ដូចជាខ្លាចអំណាចនៅក្នុងកូនសម្បត្តិនេះណាស់ជាមួយនឹងការអញ្ជើញខ្ញុំឲ្យសម្រាកនៅផ្ទះគាត់និងរៀបចំបាយទឹកយកមកពីរោងចុងភៅមកឲ្យខ្ញុំទៀតផងគិតទៅជីវិតខ្ញុំនៅក្នុងឆ្នាំ1977នេះពិតជាមានវាសនាល្អណាស់ទៅដល់ទីណាក៏មានគេទទួលរាក់ទាក់ជានិច្ចតែទាំងនេះពិតជាព្រំលិខិតដែលបានកំណត់មកមែនឬក្រោយពេលដែលហូបបាយរួច
ខ្ញុំក៏បានចូលសម្រាកនៅលើផ្ទះក្បឿងដែលសល់ពីបុរាណមករហូតលងលក់ដោយសារតែការហត់នឿយជិះឡានមកផ្លូវឆ្ងាយពេកដោយមិនបានដឹងថាព្រះសូរិយាបានយាងរះមកបំភ្លឺផែនដីនាថ្ងៃថ្មីមួយទៀតនោះឡើយខ្ញុំងើបឡើងរៀបចំប្រដាប់ប្រដារួចហើយក៏លាសមមិត្តគណៈភូមិធ្វើដំណើរទៅមុខទៀតរហូតមកដល់តាប៉ុនដោយសារតែមានត្រាក់តរដែលពួកគេត្រូវទៅដឹកស្រូវនៅតាប៉ុននោះព្រមទាំងសមមិត្តគណៈភូមិជួយចាត់ចែងរហូតខ្ញុំបានមកដល់វត្តតាប៉ុននៅពេលល្ងាចថ្ងៃដដែលទាំងអរគុណដល់ពួកគេហើយក៏ចាប់ផ្ដើមបន្តដំណើរទៅមុខតាមផ្លូវរទេសឆ្ពោះទៅកាន់ផ្លូវអន្លង់សាដែលត្រូវឡើងទូកជាបន្តទៀតដើម្បីឲ្យទៅដល់ភូមិបាត់ត្រង់យ៉ាងហោចណាស់ក៏ត្រូវចំណាយពេល2ថ្ងៃទៀតដែរបានទៅដល់ភូមិនោះខ្ញុំដើរយ៉ាងញាប់ជើងហាក់ដូចជាមិនមានការនឿយហត់បន្តិចណាសោះឡើយព្រោះអារម្មណ៍របស់ខ្ញុំកំពុងតែគិតទៅដល់ម៉ែបាន និងប្អូនដែលនៅឯភូមិនោះមិនដឹងជាសុខទុក្ខយ៉ាងណានោះទេម្ល៉េះហើយខ្ញុំប្រឹងដើរមិនហ៊ានឈប់សម្រាកបន្តិចសោះឡើយដើម្បីស្រោតរូតឲ្យដល់ភូមិរបស់ខ្ញុំឆាប់